10, 9, 8, 7, 6, 5, 4, 3, 2, 1. តែសូមគោរពសម្ដេចត្រង់អាដាមលោកជំទាវលោកញ៉ាលោកស្រីប្រិមត្តទាំងអស់ដែលកំពុងតែតាមដានទស្សនាកម្មវិធីដំណឹងថ្មីដែលថ្ងៃនេះត្រូវនៅថ្ងៃច័ន្ទ8កើតខែចេសឆ្នាំមមែសប្បុរស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី25ខែឧសភាឆ្នាំ2015កម្មវិធីយើងខ្ញុំធ្វើការផ្សាយផ្ទាល់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍តាមពេលវេលាចាប់ពីម៉ោង 11:00 ដល់ម៉ោង 12:00 រៀងរាល់សប្តាហ៍ផងដែរព័ត៌មាននេះគឺពាក់ព័ន្ធទៅនឹងក្រមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយទៅចែកជូនដល់កុមារីបាទក្រីក្រមកពី8សហគមន៍ផ្សេងគ្នានៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យក្រុមយុវជនគ្រួសារចិត្តស្មោះបាននឹងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយទៅចែកជូនកុមារីក្រីក្រមកពី8សហគមន៍ផ្សេងគ្នាបាននៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបាទពិធីចែកអំណោយនេះបានធ្វើឡើងនៅវេលាម៉ោង 9:10 នាទីព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2015ម្សិលមិញនេះស្ថិតនៅក្នុងក្រុម2ភូមិមានជ័យ1និងភូមិមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យដោយមានការចូលរួមពីលោកសេងស៊ីវ៉ាន់ថាក្រុមប្រឹក្សាសង្កាត់និងលោកមេភូមិឈឿនសាគឹមព្រមទាំងប្រជាការពារនិងក្រុមយុវជនគ្រួសារចិត្តស្មោះក្រុមគ្រូពេទ្យចិត្តស្មោះជាច្រើនអ្នកផងដែរបានលោកឈឿនសាគឹមមេភូមិមានជ័យ1បានឲ្យដឹងថាកុមារីក្រីក្រដែលមកទទួលអំណោយពីក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះនាពេលនេះគឺមកពី8សហគមន៍រួមមានទី1សហគមន៍ស្ទឹងប្រាក់មានជ័យទី2សាមគ្គីមានជ័យថ្មីទី3មានជ័យស្ត្រីអភិវឌ្ឍទី4សន្សំប្រាក់ដើម្បីអភិវឌ្ឍទី5ស្ត្រីសាមគ្គីមានជ័យទី6ស្ទឹងមានជ័យបាទសំទោសស្ទឹងមាសមានជ័យបាទទី7សុវណ្ណភូមិមានជ័យនិងទី8សហគមន៍ព្រះច័ន្ទក្រហមបាទសរុបទាំងអស់គឺមានចំនួន150នាក់បាននៅក្នុងពិធីចែកអំណោយនោះដែរលោកមេភូមិក៏បានថ្លែងអំណរគុណដល់ម្ចាស់អំណោយជាពិសេសគឺក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះដែលបាននាំយកអំណោយមកចែកជូនដល់កុមារក្រីក្រនាពេលនេះបានតាមការដឹងពីក្រុមការងាររបស់ក្រុមគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះដែលបាននាំអំណោយជាសម្ភារៈទៅចែកជូនដល់កុមារីក្រីក្រនៅពេលនោះគឺរួមមានម្នាក់ទទួលបានសៀវភៅ3ក្បាលប៊ិច1ដើមខ្មៅដៃ1ដើមបន្ទាត់1ដៃខួង1សាប៊ូ1ដុំថ្នាំដុសធ្មេញ1ដបនិងថ្នាំពេទ្យ1ចំនួនផងដែរក្រុមការងារយុវជនចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបានបន្តថាទោះបីជាសម្ភារៈទាំងនេះតិចតួចស្រួយត្រាំងក្តីក៏ប៉ុន្តែវាអាចជួយកាត់បន្ថយការលំបាករបស់ក្មួយបានមួយចំណែកផងដែរហើយគោលបំណងនៃការចែកអំណោយនេះក្រុមការងារយុវជនគ្រួសារចិត្តស្មោះបានបញ្ជាក់ថាដើម្បីជាការបញ្ញាក់ស្មារតីដល់យុវជនខ្មែរទាំងអស់ឲ្យចេះចែករំលែកទៅនៅសម្ភារៈបាទក៏ដូចជាទ្រព្យសម្បត្តិដែលខ្លួនមានទោះបីជាតិចក្តីច្រើនក្តីដើម្បីជួយដល់កុមារក្រីក្រដើម្បីបង្ហាញពីសាមគ្គីភាពគ្នាជួយសង្គមជាតិយើងហើយក៏សូមឲ្យយុវជនខ្មែរទាំងអស់ត្រូវឆ្លើយថាទេជាមួយនឹងគ្រឿងញៀនផងដែរបាទកាលពីម្សិលមិញក្រុមគ្រួសារបាទសំទោសក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយជាសម្ភារៈសិក្សាបាទសម្ភារៈសិក្សាដើម្បីទៅចែកជូនដល់ក្មួយបាទដែលជាកុមារក្រីក្រមកពី8សហគមន៍ផ្សេងគ្នាបានស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបាទទោះបីយើងដឹងហើយថាអំណោយទាំងនេះតិចតួចស្រួយដាំក្តីបាទក្នុងនោះគឺម្នាក់ទទួលបានបាទសៀវភៅ3ក្បាលប៊ិច1ដើមខ្មៅដៃ1ដើមបន្ទាត់1បាទនឹងដៃខួងបាទ1សាប៊ូ1ដុំថ្នាំដុសធ្មេញ1ដបរួមជាមួយនឹងថ្នាំពេទ្យ1ចំនួនផងដែរបាទនេះគឺជាការបង្ហាញបាទអំពីការគិតគូរបាទការគិតគូរ
ការយកចិត្តទុកដាក់បាទបង្ហាញអំពីមនោសញ្ចេតនារវាងខ្មែរនិងខ្មែរបាទបង្ហាញអំពីមនោសញ្ចេតនារវាងក្រមយុវជនគ្រួសារចិត្តស្មោះដែលគាត់ធ្លាប់តែឆ្លងកាត់នៅគេថាវ័យសិក្សាពីឆ្លងកាត់នៅកុមារភាពគាត់ដឹងអំពីទុក្ខធុរៈអំពីការលំបាកបាទរបស់ក្មួយជាពិសេសគឺក្មួយក្នុងមកពី8សហគមន៍បាទ8សហគមន៍ដែលគាត់នៅក្នុងសង្កាត់ស្ទឹងមានជ័យដែលក្រីក្របាទសរុបចំនួន150នាក់បាទយ៉ាងណាក៏ដោយបើតាមក្រមបាទយុវជនគ្រួសារចិត្តស្មោះក៏បានបង្ហាញអំពីទឹកចិត្តសប្បាយរីករាយក្នុងការគៀងគោបាទរោគថវិកាទោះបីតិចក្តីច្រើនក្តីដើម្បីទិញជាសម្ភារៈសិក្សាបាទជួយដល់បងប្អូននេះបាទហើយក៏បានបង្ហាញអំពីការយកចិត្តទុកដាក់នេះថានៅថ្ងៃជាបន្តបន្ទាប់បាទគឺក្រមយុវជនគ្រូសាស្ត្រចិត្តស្មោះបាទនឹងក្រុមគ្រូពេទ្យចិត្តស្មោះនេះនឹងយកនៅសម្ភារៈសិក្សាទៅចែកជូនបាទដល់ក្មួយបាទដល់បងប្អូនដែលជាកុមារាកុមារីដែលកំពុងស្ថិតនៅក្នុងវ័យសិក្សាបាទមួយវិញទៀតការចែកជូនអំណោយនេះពេលនេះគឺមិនប្រកាន់ដែលថាមិនមាននៃការនយោបាយបាទហើយក៏មិនប្រកាន់នៅពូជសាសន៍បាទពណ៌សម្បុរបាទនិយាយរួមគឺឲ្យតែដែលថាស្ថិតនៅក្នុងតំបន់សហគមន៍ណាដែលមានភាពក្រីក្រពិតប្រាកដនោះបាទអរគុណព័ត៌មាននេះគឺពាក់ព័ន្ធទៅនឹងក្រមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយទៅចែកជូនដល់កុមារីបាទក្រីក្រមកពី8សហគមន៍ផ្សេងគ្នានៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យក្រុមយុវជនគ្រួសារចិត្តស្មោះបាននឹងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយទៅចែកជូនកុមារីក្រីក្រមកពី8សហគមន៍ផ្សេងគ្នាបាននៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបាទពិធីចែកអំណោយនេះបានធ្វើឡើងនៅវេលាម៉ោង 9:10 នាទីព្រឹកថ្ងៃទី24 ខែឧសភាឆ្នាំ 2015 ម្សិលមិញនេះស្ថិតនៅក្នុងក្រុម2ភូមិមានជ័យ1និងភូមិមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យដោយមានការចូលរួមពីលោកសេងស៊ីវ៉ាន់ថាក្រុមប្រឹក្សាសង្កាត់និងលោកមេភូមិឈឿនសាគឹមព្រមទាំងប្រជាការពារនិងក្រុមយុវជនគ្រួសារចិត្តស្មោះក្រុមគ្រូពេទ្យចិត្តស្មោះជាច្រើនអ្នកផងដែរបានលោកឈឿនសាគឹមមេភូមិមានជ័យ1បានឲ្យដឹងថាកុមារីក្រីក្រដែលមកទទួលអំណោយពីក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះនាពេលនេះគឺមកពី8សហគមន៍រួមមានទី1សហគមន៍ស្ទឹងប្រាក់មានជ័យទី2សាមគ្គីមានជ័យថ្មីទី3មានជ័យស្ត្រីអភិវឌ្ឍទី4សន្សំប្រាក់ដើម្បីអភិវឌ្ឍទី5ស្ត្រីសាមគ្គីមានជ័យទី6ស្ទឹងមានជ័យបាទសំទោសស្ទឹងមាសមានជ័យបាទទី7សុវណ្ណភូមិមានជ័យនិងទី8សហគមន៍ព្រះច័ន្ទក្រហមបាទសរុបទាំងអស់គឺមានចំនួន150នាក់បាននៅក្នុងពិធីចែកអំណោយនោះដែរលោកមេភូមិក៏បានថ្លែងអំណរគុណដល់ម្ចាស់អំណោយជាពិសេសគឺក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះដែលបាននាំយកអំណោយមកចែកជូនដល់កុមារក្រីក្រនាពេលនេះបាទតាមការដឹងពីក្រុមការងាររបស់ក្រុមគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះដែលបាននាំអំណោយជាសម្ភារៈទៅចែកជូនដល់កុមារីក្រីក្រនៅពេលនោះគឺរួមមានម្នាក់ទទួលបានសៀវភៅ3ក្បាលប៊ិច1ដើមខ្មៅដៃ1ដើមបន្ទាត់1ដៃខួង1សាប៊ូ1ដុំថ្នាំដុសធ្មេញ1ដបនិងថ្នាំពេទ្យ1ចំនួនផងដែរក្រុមការងារយុវជនចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបានបន្តថាទោះបីជាសម្ភារៈទាំងនេះតិចតួចស្រួយត្រាំងក្តីក៏ប៉ុន្តែវាអាចជួយកាត់បន្ថយការលំបាករបស់ក្មួយបានមួយចំណែកផងដែរហើយគោលបំណងនៃការចែកអំណោយនេះក្រុមការងារយុវជនគ្រួសារចិត្តស្មោះបានបញ្ជាក់ថាដើម្បីជាការបញ្ញត្តិស្មារតីដល់យុវជនខ្មែរទាំងអស់ឲ្យចេះចែករំលែកទៅនៅសម្ភារៈបាទក៏ដូចជាទ្រព្យសម្បត្តិដែលខ្លួនមានទោះបីជាតិចក្តីច្រើនក្តីដើម្បីជួយដល់កុមារក្រីក្រដើម្បីបង្ហាញពីសាមគ្គីភាពគ្នាជួយសង្គមជាតិយើងហើយក៏សូមឲ្យយុវជនខ្មែរទាំងអស់ត្រូវឆ្លើយថាទេជាមួយនឹងគ្រឿងញៀនផងដែរបាទកាលពីម្សិលមិញក្រុមគ្រួសារបាទសំទោសក្រុមយុវជនគ្រួសារចិត្តស្មោះនិងក្រុមគ្រូពេទ្យចិត្តស្មោះបាននាំយកអំណោយជាសម្ភារៈសិក្សាបាទសម្ភារៈសិក្សាដើម្បីទៅចែកជូនដល់ក្មួយបាទដែលជាកុមារក្រីក្រមកពី8សហគមន៍ផ្សេងគ្នាបានស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបាទទោះបីយើងដឹងហើយថាអំណោយទាំងនេះតិចតួចស្រួយតាមក្តីបាទក្នុងនោះគឺម្នាក់ទទួលបានបាទសៀវភៅ3ក្បាលប៊ិច1ដើមខ្មៅដៃ1ដើមបន្ទាត់1បាទនឹងដែកខួងបាទ1សាប៊ូ1ដុំថ្នាំដុសធ្មេញ1ដបរួមជាមួយនឹងថ្នាំពេទ្យ1ចំនួនផងដែរបាទនេះគឺជាការបង្ហាញបាទអំពីការគិតគូរបាទការគិតគូរការយកចិត្តទុកដាក់បាទបង្ហាញអំពីមនោសញ្ចេតនារវាងខ្មែរនិងខ្មែរបាទបង្ហាញអំពីមនោសញ្ចេតនា
រវាងក្រមយុវជនគ្រួសារចិត្តស្មោះដែលគាត់ធ្លាប់តែឆ្លងកាត់នៅគេថាវ័យសិក្សាពីឆ្លងកាត់នៅកុមារភាពគាត់ដឹងអំពីទុក្ខធុរៈអំពីការលំបាកបាទរបស់ក្មួយជាពិសេសគឺក្មួយក្នុងមកពី8សហគមន៍បាទ8សហគមន៍ដែលគាត់នៅក្នុងសង្កាត់ស្ទឹងមានជ័យដែលក្រីក្របាទសរុបចំនួន150នាក់បាទយ៉ាងណាក៏ដោយបើតាមក្រមបាទយុវជនគ្រួសារចិត្តស្មោះក៏បានបង្ហាញអំពីទឹកចិត្តសប្បាយរីករាយក្នុងការគៀងគោបាទរោគថវិកាទោះបីតិចក្តីច្រើនក្តីដើម្បីទិញជាសម្ភារៈសិក្សាបាទជួយដល់បងប្អូននេះបាទហើយក៏បានបង្ហាញអំពីការយកចិត្តទុកដាក់នេះថានៅថ្ងៃជាបន្តបន្ទាប់បាទគឺក្រមយុវជនគ្រូសាស្ត្រចិត្តស្មោះបាទនឹងក្រុមគ្រូពេទ្យចិត្តស្មោះនេះនឹងយកនៅសម្ភារៈសិក្សាទៅចែកជូនបាទដល់ក្មួយបាទដល់បងប្អូនដែលជាកុមារាកុមារីដែលកំពុងស្ថិតនៅក្នុងវ័យសិក្សាបាទមួយវិញទៀតការចែកជូនអំណោយនាពេលនេះគឺមិនប្រកាន់ដែលថាមិនមាននិន្នាការនយោបាយបាទហើយក៏មិនប្រកាន់នៅពូជសាសន៍បាទពណ៌សម្បុរបាទនិយាយរួមគឺឲ្យតែគេថាស្ថិតនៅក្នុងតំបន់សហគមន៍ណាដែលមានភាពក្រីក្រពិតប្រាកដនោះបាទអរគុណ